តិចសាសគឺជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅតំបន់កណ្ដាលភាគខាងត្បូងនៃសហរដ្ឋអាមេរិកជាទូទៅគេដឹងថាតិចសាសគឺជារដ្ឋទី28របស់សហរដ្ឋអាមេរិកបច្ចុប្បន្នមាន50រដ្ឋប៉ុន្តែមិនសូវមានអ្នកដឹងទេថានៅមុខនេះតិចសាសក៏ធ្លាប់ជាសាធារណរដ្ឋឬប្រទេសឯករាជ្យមួយដែរក្នុងសម័យអាណានិគមនិយមអឺរ៉ុបចក្រភពអេស្ប៉ាញគឺជាប្រទេសដំបូងគេដែលកាន់កាប់គ្រប់គ្រងទឹកដីតិចសាសនេះដែលបានចូលទៅគ្រប់គ្រងនៅឆ្នាំ1716ហើយក៏បានបង្កើតទីក្រុងមួយឈ្មោះថា San Antonio បន្ទាប់មកបារាំងដែលកំពុងគ្រប់គ្រងទឹកដី Louisiana ក៏បានដណ្ដើមតិចសាសពីអេស្ប៉ាញក៏ទទួលបានជ័យជំនះក្នុងសង្គ្រាមឯករាជ្យមិចស៊ិកប្រទេសថ្មីហើយធំមួយនេះក៏បានបណ្ដេញពួកអឺរ៉ុបចេញហើយគ្រប់គ្រងទឹកដីតិចសាសជំនួសវិញរហូតដល់ឆ្នាំ1835បដិវត្តន៍តិចសាសក៏ផ្ទុះឡើងរហូតឈានដល់ប្រកាសឯករាជ្យពីប្រទេសមិចស៊ិកនិងបង្កើតសាធារណរដ្ឋតិចសាស Republic of Texas ជាផ្លូវការនៅថ្ងៃទី2ខែមីនាឆ្នាំ1836ប្រទេសមិចស៊ិកតែងតែគម្រាមកំហែងផ្នែកយោធានិងសេដ្ឋកិច្ចចំពោះសាធារណរដ្ឋតិចសាសដែលកាន់តែធ្វើឲ្យតិចសាសខិតទៅជិតសហរដ្ឋអាមេរិកនៅថ្ងៃទី29ខែធ្នូឆ្នាំ1845តិចសាសក៏សម្រេចចូលរួមជាមួយសហរដ្ឋអាមេរិកនៅរដ្ឋទី28ពលតិចសាសឈរជាប្រទេសឯករាជ្យបានត្រឹមតែប្រមាណ10ឆ្នាំប៉ុណ្ណោះកម្មចូលរដ្ឋនេះក៏បាននាំទៅដល់សង្គ្រាមមិចស៊ិកអាមេរិកក្នុងឆ្នាំ1846ផងដែរគួរជម្រាបថាបច្ចុប្បន្នរដ្ឋតិចសាសមានព្រំប្រទល់ខាងកើតជាប់រដ្ឋ Louisiana និងភាគឦសានជាប់រដ្ឋ Kansas នៅភាគខាងជើងជាប់រដ្ឋ Oklahoma នៅភាគពាយព្យខាងលិចជាប់រដ្ឋ New Mexico និងនៅភាគនិរតីខាងត្បូងជាប់ជាមួយប្រទេសមិចស៊ិករដ្ឋតិចសាសក៏ជាប់ឈូងសមុទ្រមិចស៊ិកនៅភាគអាគ្នេយ៍ផងដែរគ្របដណ្ដប់លើផ្ទៃដី695,660 គីឡូម៉ែត្រក្រឡានិងមានប្រជាជន30លាននាក់គិតត្រឹមឆ្នាំ2023ជារដ្ឋធំជាងគេទី2នៅទាំងតំបន់និងចំនួនប្រជាជន